មានសួរអំពុំមាននិយាយថាថ្ងៃនេះអូនរត់ចង់ស្ដាប់រឿងអីគេរឿងដង្កូវនាងដង្កូវនាងណាកំណើតដង្កូវនាងបាទអញ្ចឹងតើរឿងហ្នឹងមានកំណើតដំណើរដើមតោងយ៉ាងម៉េចសូមស្ដាប់ណាទាំងអស់គ្នានេះមានរូបអីខ្លះនេះសេះចុះនេះបុត្រីស្ដេចនេះមេដានៃបៃតាណាកាលពីសម័យនោះនៅឯជ័យដែនមានតបបះបោណាធ្វើឲ្យមានភាពច្បុកច្បល់ឡើងលោកមេតបពិជ័យទទួលព្រះជាបញ្ជានាំតបទៅបង្ក្រាបពួកបាក់បោនោះប៉ុន្តែលោកមេតបត្រូវបានបច្ចាមិត្តហ្នឹងគឺសត្រូវណាឡោមព័ទ្ធជាប់ធ្លាក់ក្នុងភាពអស់សង្ឃឹមព្រោះมันអាចរំដោះខ្លួនរួចបានចឹងលោកមេតបហ្នឹងពិជ័យមានបុត្រីតែម្នាក់គាត់ឈ្មោះសោភិនីមានរូបឆោមនឹងស្រស់ស្អាតគួរជាទីពេញចិត្តចាប់អារម្មណ៍អ្នកផងទាំងឡាយអ្នកស្រីមេតបបាត់ដំណឹងស្វាមីហើយសង្ស័យថាស្វាមីត្រូវតបបាក់បោនឹងពាត់ជាប់មិនខានមិនអាចរំដោះខ្លួនចេញមកបានអ្នកស្រីក៏មានទុក្ខណាព្រួយបារម្ភយ៉ាងខ្លាំងចំណែកនាងសោភិនីជាកូនក៏បារម្ភខ្លាំងណាស់ដែរព្រោះជាកូនកតញ្ញូទៀតនោះអ្នកស្រីមេតបក៏ពិគ្រោះជាមួយកូនចង់ប្រកាសដំណឹងថាបើអ្នកណាម្នាក់អាចទៅរំដោះលោកពិជ័យពីដៃសត្រូវបានអ្នកស្រីនឹងលើកផ្សំគុំកូនស្រីជាគូគប់ណាធ្វើជាភរិយាសោវិនីនឹងក៏ពេញចិត្តនឹងធ្វើតាមម្ដាយដែរហើយអ្នកស្រីនឹងកូនក៏តាំងចិត្តថានឹងគោរពពាក្យសច្ចៈមិនកែប្រែឡើយពេលនោះហើយសេះឈ្មោលមួយហ្នឹងដែលអ្នកស្រីចិញ្ចឹមចេះស្ដាប់ភាសាមនុស្សហើយក៏បានឮម្ដាយកោវិគ្រោះគ្នាដូច្នោះសេះឈ្មោលនោះក៏ធ្លាប់ដើរតាមមេតបធ្វើជាយានជំនិះទៅច្បាំងគ្រប់ទីកន្លែងក៏បានឮស្ត្រីមេម៉ាយនិយាយមេម៉ាយស្ត្រីមេជាមេតបហ្នឹងគឺនិយាយឲ្យក៏បដិញ្ញាចិត្តឋាននឹងទៅរំដោះលោកពិជ័យមកឲ្យតោះតែបានដើម្បីបាននាងសោភិនីធ្វើជាភរិយាសេះឈ្មោះក៏បោយ៉ាងលឿនណាពីផ្ទះចាតម្រង់ទៅជាដែនស្វែងរកលោកមេតបហើយលោកពិជ័យនឹងវិសនឹងត្រូវបច្ចាមិត្តនឹងសម្លាប់ទៅហើយស្រាប់តែសេះនឹងក៏បោយ៉ាងលឿនចូលមកដល់កណ្ដាលវងកងទ័ពនឹងលោកមេតបក៏ត្រេកអរយ៉ាងខ្លាំងហើយក៏លូតឡើងលើខ្នងសេះភ្លាមសេះក៏បោចេញមកនាំមេតបគេចផុតពីការឡោមព័ទ្ធរបស់សត្រូវដោយបំណងប្រាថ្នាមែនហើយលោកពិជ័យក៏មកដល់ណាផ្ទះដោយសុខសាន្តអ្នកស្រីនិងកូនសប្បាយចិត្តពន់ពេករត់មកទទួលព្រះស្វាមីលោកពិជ័យប្រាប់ប្រពន្ធថាលោកត្រូវពួកបះបោហ្នឹងគឺច្រើនឡោមព័ទ្ធណាជាប់ច្រើនថ្ងៃវិសនឹងពួកវាសម្លាប់ទៅហើយគុំបានតែសេះនេះមកចូលជួយតន់ទើបរួចផុតពីជីវិតអ្នកស្រីឮហើយក៏រៀបរាប់ប្រាប់ស្វាមីនៅពាក្យសន្យារបស់ខ្លួនថាបើនរណាទៅជួយលោកបានលោកអ្នកស្រីនឹងរៀបសំគុំកូនស្រីនឹងឲ្យប៉ុន្តែពេលនេះអ្នកដែលជួយបែរទៅជាខ្លាយទៅជាសត្វសេះចឹងអ្នកស្រីនិងនាងសោភិនីមិនចង់ខុសពីសន្យាទេហើយក៏មិនដឹងថាត្រូវធ្វើបែបណាព្រោះមនុស្សនិងសត្វមិនអាចរៀបការជាមួយគ្នាបានទេចឹងអ្នកស្រីនិងកូនខំរិះរកស្មៅល្អៗនិងផ្គត់ផ្គង់ទឹកចំណីជាប្រចាំចំណែកឯលោកមេតបពិជ័យវិញគឺជាមនុស្សរមើលគុណណាមិនស្គាល់គុណទោសមិនព្រមធ្វើតាមពាក្យសន្យារបស់ប្រពន្ធកូនទេព្រោះលោកមិនអាចទទួលសត្វដេរឆានមកធ្វើជាកុម្ពសាបានឡើយអញ្ចឹងលោកក៏យកសេះនឹងឈ្មោលនឹងទៅសម្លាប់ហើយបកស្បែក50ថ្ងៃថែមទៀតធ្វើឲ្យអ្នកស្រីភរិយានិងបុត្រីរន្ធត់ចិត្តយ៉ាងខ្លាំងខំរត់តាមមកខាត់ស្វាមីប៉ុន្តែមិនទាន់ពេលឡើយ
ខណៈពេលនោះហើយធ្វើឲ្យកើតក្តៅក្រហល់ក្រហាយទៅដល់រុក្ខរៈទេវតាបណ្ដាលឲ្យមានខ្យល់ព្យុះក៏រន្ទះបោកបក់នៅលោកវិជ័យក៏ត្រូវរន្ទះបាញ់ស្លាប់មួយរំពេចចំណែកស្បែកសេះប៉ើងមករុំខ្លួននាងសោបិនីតូចឡើងទៅលើគួចឡើងទៅលើអាកាសយ៉ាងខ្ពស់អ្នកស្រីជាម្ដាយខំរត់តាមស្រែកហើយកូនទាំងផិតភ័យអាណិតកូនខ្លាំងណាស់ចឹងពេលស្ងប់ខ្យល់ស្បែកសេះនឹងដែលរុំនាងក៏ធ្លាក់ចុះមកវិញคล้ายជាដង្កូវចឹងអ្នកស្រីរត់មកមើលមិនឃើញកូនស្រីមិនឃើញស្បែកសេះបែរជាឃើញដង្កូវទៅវិញអ្នកស្រីបានរើសដង្កូវយកមកចិញ្ចឹមបេះស្លឹកមនឲ្យវាស៊ីហើយហៅដង្កូវនោះថាដង្កូវនាងព្រោះដង្កូវកើតចេញពីនាងសោបិនីជាកូនរបស់ខ្លួនពេលចិញ្ចឹមយូរទៅដង្កូវនាងបានបញ្ចេញសូត្ររុំព័ទ្ធខ្លួនអ្នកស្រីក៏ចេះតែសាវសូត្រនោះមកយ៉ាងច្រើនមករវៃធ្វើជាអំបោះត្បាញជាសម្ពុតសម្លៀកបំពាក់អញ្ចឹងអ្នកស្រុកឃើញសម្ពុតសូត្រល្អរលើបរលោងដូច្នោះហើយតាមសួរអ្នកស្រីមេតបដឹងរឿងហេតុសពគ្រប់ក៏នាំគ្នាសុំកូនដង្កូវនាងទៅចិញ្ចឹមគ្រប់គ្នាប៉ុន្តែមិនកើតសូត្រទេពួកអ្នកប្រាជ្ញចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិមិននាំគ្នាក៏នាំគ្នាកសាងរូបសេះហើយសាងរូបនាងសោបិនីជីសេះខ្នងដែលទៅតាមទំនងធ្វើជាទីសក្ការៈសូមឲ្យនាងបញ្ចេញសូត្រដង្កូវនាងក៏បញ្ចេញសរសៃសូត្រឲ្យគ្រប់គ្នាតាំងពីពេលនោះមកបើអញ្ចឹងរឿងហ្នឹងគឺបានបញ្ចប់ដោយប៉ុណ្ណឹងគឺតាមកតិរឿងគឺចង់បង្ហាញពីការកកើតនៃដង្កូវនាងហើយថាទេវកថាអញ្ចឹងជាសាច់រឿងមួយបង្កប់នៅតម្លៃអប់រំគឺត្រូវគោរពពាក្យសច្ចៈណាគោរពពាក្យសន្យាសន្យាធ្វើអីត្រូវធ្វើដោយមេតបបិជ័យហ្នឹងគឺមិនសន្យាធ្វើតាមអញ្ចឹងក៏ត្រូវរន្ទះបាញ់ស្លាប់ទៅណាហើយសោបិនីហ្នឹងក៏คล้ายជាដង្កូវណាអានេះដោយសារអីមើលងាយពាក្យសន្យារបស់ខ្លួនអញ្ចឹងលទ្ធផលគឺទៅទទួលคล้ายទៅជាសត្វណាដង្កូវចប់ហើយណាមានចំណុចអីខ្វះខាតសូមករណាលើកលែងទោសជំរាបលាណាធ្វើគាត់ស្ពឹមអញ្ចឹងណាអរគុណ